សម្រាប់សម្លបអាហារនំបញ្ចុកបើយើងស្លត្រូវគឺដាក់ទៅស្រូបទៅចាប់ជាតិគ្នាល្អហ្មងចានហើយគឺចង់ហូបថែមហើយថែមទៀតឆ្អែតហើយគឺចង់ហូបថែមទៀតគឺឆ្ងាញ់មែនជំរាបសួរសម្រាប់ចិត្តដែលជា fan របស់ប្រជាជនកម្ពុជាថ្ងៃហ្នឹងមកធ្វើអាហារខ្មែរវីដេអូនេះថតនៅការខ្ញុំនៅសៀមឯណាបងប្អូនប៉ុន្តែអាហារយើងគឺរសជាតិខ្មែរហ្មងខ្មែរអន្តរជាតិហ្មងអូយធានាសម្រាប់បន្លែមានផលិតមានអីចឹងទៅមានត្រួយសាប៊ូឬក៏ផ្កាស្នោបន្លែស្អីផ្សេងស្វ័យក្តោបស្វ័យអីឬក៏សណ្តែកបដោះអីតាមចំណង់ចំណូលចិត្តបងប្អូនចឹងណាហើយសម្លដែលខ្ញុំបង្ហាញហ្នឹងគឺសម្លនំបញ្ចុកប្រហើរខ្មែរបងប្អូនអូយប៉ុន្តែគ្រឿងផ្សំវាក៏យើងដាក់ម្ចាស់ព្រោះអីបងខ្ញុំគាត់ហូបអីរត់តែឆ្ងាញ់ទេបើមិនឆ្ងាញ់អូយល្អដល់ហើយសារខ្ញុំប៉ាន់គ្រឿងគឺដាក់ទៅគឺម្ចាស់មកឆ្ងាញ់ហ្មងមិនបាច់ថែមគ្រឿងមិនបាច់ថែមថយអាហ្នឹងសម្រាប់ខ្ញុំហើយបងខ្ញុំក៏ភ្លក់គាត់ថាឆ្ងាញ់ដែរសម្រាប់សម្លបអាហារនំបញ្ចុកបើយើងស្លត្រូវគឺដាក់ទៅស្រូបទៅចាប់ជាតិគ្នាល្អហ្មងចានហើយគឺចង់ហូបថែមហើយថែមទៀតឆ្អែតហើយគឺចង់ហូបថែមទៀតគឺឆ្ងាញ់មែនប្រហុកសាច់នេះគឺធំឈ្ងុយឆ្ងាញ់ដែរគ្រឿងផ្សំយើងល្អដែរតែពេលយើងស្លទៅគឺពេលយើងហូបទៅវាឆ្ងាញ់មិនចង់ទិញទេរបស់សៀមប្រើប្រាស់ប្រចាំថ្ងៃប៉ុន្តែយើងធ្វើម៉េចបើយើងនៅប្រទេសគេខ្លះក៏ទិញរបស់ខ្មែរយើងយកមកធ្វើហូបដែរដោយសារតែដូចជាប្រហុកអញ្ចឹងអត់បានទេប្រហុកសៀមស្លអត់ឆ្ងាញ់ទេអញ្ចឹងបានតែប្រហុកខ្មែរយើងនេះបងខ្ញុំគាត់ចូលចិត្តហូបជើងមាន់អញ្ចឹងខ្ញុំដាក់ជើងមាន់ចូលតែមុននឹងដាក់គឺខ្ញុំស្រោះរួចហើយបើស្ករសខ្ញុំដាក់5ចន្លោះពី5វែកទៅ6វែកឬក៏5វែកកន្លះអីប៉ុណ្្នឹងអត់សូវផ្អែមខ្លាំងទេណាបងប្អូនដោយសារបាទប្រហុកឆ្អឹងផងចូល4ខាំបងប្អូន4ខាំចូល4ខាំ5ខាំមកអាហ្នឹងតាមយើងចង់ដាក់ប្រហុកចាស់ប្រហុកមិនសូវចាស់អីចឹងអានឹងតាមចំណង់ចំណូលចិត្តខ្ជាយ3ទៅ4ខាំសម្រាប់គល់ស្លឹកគ្រៃពេលហាន់ហើយចន្លោះពី4ខាំទៅ5ខាំខ្ទឹមសខ្ទឹមក្រហមចន្លោះពី4ខាំទៅ5ខាំតិចបំផុតក៏3ខាំដែរចំនួនត្រីពី1គីឡូកន្លះទៅ2គីឡូអានឹងតាមចំណង់ចំណូលចិត្តយើងដាក់ច្រើនដាក់តិចបើអ្នកខ្លះគាត់ដាក់ច្រើនជាងនឹងផងបើខ្ញុំក៏ដាក់ត្រឹម2គីឡូអីទេហើយចំណុះទឹកដែលខ្ញុំស្លមួយឆ្នាំនេះគឺចំនួន10លីត្រពេលដែលស្លទៅអូឆ្ងាញ់សាហាវបើអំបិលដាក់ចន្លោះពី2ស្លាបព្រាទៅ3ស្លាបព្រាហ្នឹងតាមយើងភ្លក់ចំណង់ចំណូលចិត្តមិនល្មមឬក៏រៀងធ្ងន់នេះសម្រាប់តែអ្នកដែលមិនសូវចូលចិត្តផ្អែមខ្លាំងផ្អែមមិនល្មមប៉ុន្តែបើសម្រាប់អ្នកដែលចូលចិត្តផ្អែមខ្លាំងគឺថែមស្ករទៀតបាទដាក់ប៉ុណ្្នឹងហើយបើអ្នកខ្លះគាត់គិតថាអូយដាក់ស្ករច្រើនដាក់អំបិលច្រើនផ្អែមជ្រុលប្រៃជ្រុលទៅដឹងអូយបងប្អូនពេលដែលស្រូបជាមួយនំបញ្ចុកដាក់បន្លែទៅគឺថាចូលជាតិសាហាវគឺថាល្មមឆ្ងាញ់សាហាវហ្មងគឺអត់មានថាដាក់ទៅខ្វះគ្រឿងនិយាយរួមពេលដែលហូបអត់ថែមគ្រឿងទេគឺដាក់ទៅមិនល្មមហ្មងបងប្អូនដាក់ទៅចូលជាតិគ្នាល្អមែនតើណាចាប់ជាតិគ្នាមកប៉ុន្តែបើយើងមិនចង់ដាក់ក៏បានដែរយើងដាក់តែប្រហុកខ្មែរបើយើងមិនចង់ដាក់អាហ្នឹងយើងដាក់ប្រហុកខ្មែររៀងចាស់បន្តិចហើយអានេះខ្ទិះដូងដោយសារតែយូរពេកខ្ញុំដាក់ក្នុងទូទឹកកកខ្ទិះដូងដាក់1គីឡូបងប្អូន10លីត្រហ្នឹងដាក់1គីឡូមកល្មមឆ្ងាញ់ទុកក្រៅយូរពេកទៅខ្លាច់ប្អូមដាក់ក្នុងទូទឹកកកសិនខ្ទិះដូងតែប្អូមយើងស្លអត់ឆ្ងាញ់ទេអញ្ចឹងហើយយើងការពារក៏ល្អដែរខ្ញុំដាក់ទឹកដំបូងអត់ពេញទេប៉ុន្តែខ្ញុំស្មាននឹងដាក់ពេលគ្រឿងថែមដាក់គ្រឿងត្រីគ្រឿងបុកអីដាក់មកល្មមហើយខាប់ល្អណាស់បងប្អូនអើយនិយាយពីរសជាតិវិញអូយអត់តមក